xưa là cứ nên xưa đây là nhà hay níពួកខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅទស្សនាអំពីវីដេអូរបស់ពួកខ្ញុំជាដំបូងខ្ញុំសូមឲ្យបងណែនាំឈ្មោះក៏ដូចជាមុខជំនាញរបស់សិក្ខាសាលាតើបងមានឈ្មោះអ្វីដែរបាទខ្ញុំឈ្មោះវណ្ណសុវណ្ណហើយមករៀននៅសាលា PhD នេះគឺខ្ញុំមករៀននៅជំនាញវិស្វកម្មសំណង់វិទ្យាហើយខ្ញុំឥឡូវនេះខ្ញុំចូលបានឆ្នាំទី2ចឹងខ្ញុំសូមសួរសំណួរបងមួយគឺខ្ញុំសូមសួរថាតើវិស្វកម្មជាតិប្រទេសកម្ពុជាមានចំណុចទីអ្វីខ្លះដែលធ្វើឲ្យបងនឹងមកសិក្សានៅទីនេះការដែលខ្ញុំមករៀននៅនេះដំបូងឡើយទីមួយខ្ញុំគិតថាទីនេះមាន50%ខ្ញុំមករៀនទៅខ្ញុំអាចបាន50%កាលហ្នឹងខ្ញុំរៀនបានទី3អញ្ចឹងចឹងទៅបាន50%ហើយគិតថានៅក្នុងថ្នាក់ហ្នឹងបើយើងអាចមានប័ណ្ណចំណាត់ថ្នាក់ល្អក៏អាចទទួលបាន50%បានដែរចឹងទៅខ្ញុំអាចកាត់បន្ថយការចំណាយខ្លះហើយមួយទៀតការខ្ញុំមកសាលាហ្នឹងដំបូងខ្ញុំឃើញថាបរិយាកាសនៅសាលានេះគឺល្អមានដើមឈើឬក៏ស្វាស្មៅបៃតងស្អាតចឹងគាត់តាក់ទាញខ្ញុំដែរហើយខ្ញុំគិតថាខ្ញុំបានសួរបងដែរគាត់ថាគុណភាពសាលានេះល្អគ្រូជាល្អមានន័យល្អចឹងណាហើយចំណុចបន្ទាប់ដោយសារជំនាញខ្ញុំហ្នឹងគឺជំនាញសំណង់ហ្នឹងទៅត្រូវការអនុវត្តឬក៏ធ្វើតបច្រើនហើយបើខ្ញុំមកមើលទៅមានការមានរោងជាងមានកន្លែងដែលត្រូវអនុវត្តដូចជារៀបអត់ឈើអាវឈើឬក៏រៀបការ៉ូ3ចានអញ្ចឹងទៅខ្ញុំក៏គិតថាសាលានេះល្អសម្រាប់